ថ្ងៃនេះនាងខ្ញុំចង់មកចែកម្លែកខ្លះអំពីកលឹះក្នុងការជាស្បៃដូងជាដំបូងយើងត្រូវមានកំបិតសម្រាប់ជាស្បៃដូងហើយកលឹះនៃការជាស្បៃដូងគឺមានហើយកលឹះនៃការជាស្បៃដូងនេះគឺជាបច្ចេកទេសរបស់ក្រុមហ៊ុន Twin Agritech ដែលយើងធ្វើទៅតាមចំការអតិថិជនគឺបានជោគជ័យតែម្ដងហើយឥឡូវនាងខ្ញុំមកប្រាប់ពីកលឹះនៃការជាស្បៃដូងតែម្ដងចាពុកម៉ែបងប្អូនជាដំបូងពិតណាស់ជាដូងគឺវាមានធាងដែលទូចឬក៏ងាប់ដំបូងធាងតែទូចបែបនេះគឺវាអាចផ្ដល់សារធាងចំទៅដល់ដើមទៀតទេអញ្ចឹងយើងអាចកាត់វាចោលបានឬក៏ធាងដែលងាប់ប៉ុន្តែបើសិនជាធាងរបស់យើងគឺនៅធំបែបនេះគឺយើងអាចកាត់ចោលបានទេហើយចំពោះការជាស្បៃដូងដែលវាអត់ប៉ះពាល់ដល់ដើមដូងគឺយើងជាពីក្រោមឡើងមកលើដោយពុកម៉ែបងប្អូនឃើញអញ្ចឹងគឺនៅពេលដែលយើងអត់ទាន់ជាគឺពុកម៉ែបងប្អូនឃើញស្បៃវារុំចិត្តបែបនេះហើយរុំចិត្តបែបនេះគឺហើយនឹងបែបនេះអញ្ចឹងនៅពេលដែលយើងជាយើងប្រើមុខកបិតអូសពីក្រោមឡើងមកលើទៅតាមធាងស្បៃដែលវាងាប់បែបនេះរួចអូសទៀតបន្ទាប់មកគឺយើងបកស្បៃនឹងចេញហើយធ្វើវាម្ដងមួយទៅតាមធាងហើយចំពោះការជាគឺយើងអាចជាស្បៃម្ដងទៅទាំងអស់បានទេយើងគឺទុកស្បៃខាងលើនេះគឺយើងអាចជាបានតែយើងជាពីនេះជុំវិញរួចមកដល់ត្រឹមនេះគឺយើងអាចជាទៀតទេនៅពេលដែលយើងជាអានេះអស់បដូរដូងរបស់យើងចាប់ដើមខ្យល់មកវាបក់ទៅតាមខ្យល់ព្រោះវាអត់មានស្បែកជួយទប់លំនឹងវាអញ្ចឹងនៅពេលដែលយើងជាអានេះអស់វាអាចបាក់បានវាអាចបាក់ព្រោះដោយសារតែខ្យល់បក់មកបដូរដូងយើងវាខ្ចីវាបាក់តែម្ដងអញ្ចឹងនៅពេលដែលបាក់បដូរដូងបែបនេះហើយដូងរបស់យើងគឺវាលែងលូតលាស់ទៀតហើយព្រោះសំខាន់បំផុតនៅលើបដូរនឹងឯងចាឥឡូវនេះខ្ញុំបានប្រាប់អំពីកលឹះខ្លះៗក្នុងការជាស្បៃដូងបែបណារួចហើយឥឡូវយើងមកអនុវត្តទាំងអស់គ្នាBig door. No.